ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយករឿង novel មកសម្រាយដែលមានចំណងជើងថា Beyond the Time Scam អញ្ចឹងដែលបកប្រែខ្មែរមកលើពីពេលវេលាដែលកំពុងចាំចាំរត់ទៅតែខ្ញុំយកភាគ chapter មកហ្នឹងគឺចូលយក chapter គឺចូលទៅដំណាក់កាលសាងសង់គ្រឹះយកហ្មងប្រហែលជានៅតែ2-3ភាគនៅក្នុងដងហើយទេប្រហែលជាដល់វគ្គដែលខ្ញុំយកមកសម្រាប់ហើយអញ្ចឹងកុំប្រកាន់ណាព្រោះខ្ញុំទៅសម្រាប់លើកដំបូងជួយគ្រប់គ្រងផងណាភ្លាមនោះចង្គៀងក៏រលត់ទៅពន្លឺទាំងអស់ក៏បាត់ទៅហើយសំឡេងសៅរមិនអស់បានផ្ទុះឡើងជាសំឡេងក្អាយពោពេញដោយភាពលត់លន់នឹងការចង់បានដែលមិនធ្លាប់មានពីមុនមកពួកគេបានស្ទុះទៅរកស៊ូឈីទោះជាយ៉ាងណាក៏ដោយនៅពេលនោះដែរពន្លឺមួយបានឆាប់ឆេះឡើងដែលលើសពីចង្គៀងដង្ហើមវិញ្ញាណជាច្រើនដងតាមពិតទៅវាមិនអាចប្រៀបធៀបពួកវាបានទេមួយដូចជាអំពើពេកមួយតិចដូចជាព្រះច័ន្ទភ្លឺចែងចាំងពន្លឺបានឆាប់ឆេះចេញដើម្បីបំពេញរោងភ្នំទាំងមូលដោយពន្លឺចូលដូចពេលថ្ងៃសត្វក្រោះបានស្រែកយំខ្លាំងពេលវាប្រែក្លាយទៅជាផេះភ្លាមនៅពីមុខស៊ូឈីងបានបង្ហាញចង្គៀងដែលកំពុងឆេះដែលមើលទៅដូចជាឆាត់ពណ៌ខ្មៅជាការពិតណាស់វាគ្មានអ្វីក្រៅពីកំណប់ទ្រព្យដ៏មានតម្លៃដែលគាត់បានយកពីពូជសាមច្ឆាដែលជាចង្គៀងជីវិតនោះទេចង្គៀងនោះមិនទាន់ត្រូវបានដុតនៅឡើយទេពន្លឺដ៏អស្ចារ្យដែលភ្លឺចេញពីវាបានមកពីចង្គៀងខ្លួនឯងវាមើលទៅដូចជាវាកំពុងឆេះប៉ុន្តែតាមពិតវាមិនឆេះទេទោះបីជាវាមិនមានភ្លើងបំភ្លឺក៏ដោយវាពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយពន្លឺរបស់វាបានគ្រប់ដណ្ដប់លើស៊ូឈីងដោយអាំងតង់ស៊ីតេខ្លាំងរហូតដល់ស្អាតក្អែកនៅក្នុងតំបន់នោះប្រៀបដូចជាខែដែលហើរចូលក្នុងអណ្ដាតភ្លើងទោះបីខ្លះនៅរស់រានមានជីវិតនៅជាយក្រុងក៏ដោយក៏គ្មាននរណាហ៊ានចូលទៅជិតបន្តពីនោះដែរពន្លឺត្រចះត្រចង់ក៏បានផ្ដល់ឲ្យស៊ូឈីងនៅតម្រុយមួយចំនួនអំពីរំលធរផងដែរនៅពេលដែលអំណាចវិញ្ញាណបានហូរកាត់គាត់ចិត្តរបស់គាត់ក៏បានវល់ហើយរាងកាយរបស់គាត់ក៏ញ័រខ្លាំងក្នុងពេលជាមួយគ្នានោះគាត់បានរកឃើញរន្ធថពីចុងក្រោយរន្ធចំនួន120ពេញមួយប្រវត្តិសាស្ត្រទាំងមូលនៃនិកាយភ្នែកឈាមទាំង7គ្មាននរណាម្នាក់ធ្លាប់មានរន្ធថចំនួន120នោះទេហើយវាអាចធ្វើទៅបានតែក្នុងការមានអារម្មណ៍ពីរន្ធទាំងនោះក្នុងអំឡុងពេលដំណើរការទម្លាយចូលវាមិនមែនគ្រាន់តែជារឿងកំដរសម្រាប់នរណាម្នាក់ក្នុងការមានអារម្មណ៍ដឹងអំពីរន្ធថចំនួន120នៅក្នុងនិកាយភ្នែកឈាម7ទេវាជាករណីក្នុងនិកាយនិងអង្គការធំភាគច្រើនផងដែរទោះជាយ៉ាងណាក៏ដោយនៅក្នុងព័ត៌មានក្នុងសិលឹកត្បូងថ្មរបស់ស៊ូឈីងរន្ធថចំនួន120ត្រូវបានគេហៅថាជាដែនកំណត់សម្រាប់ចន្លោះព្រះធម៌ទោះបីជាមិនមានព័ត៌មានមួយណាបង្ហាញថាមានអ្វីលើសពីនេះក៏ដោយបន្ទាប់ពីដឹងចន្លោះព្រះធម៌ទី120ស៊ូឈីងបានដឹងថា120នេះពិតជាមិនមែនជាដែនកំណត់នោះទេជាអកុសលវាមិនអាចរកឃើញលើសពី120នៅពេលនេះបានទេគាត់នឹងត្រូវបើកចន្លោះទាំងអស់មុនពេលគាត់អាចស្វែងរកពីអ្វីដែលហួសពីនេះលើសពីនេះទៅទៀតគាត់មានអារម្មណ៍ថាបើសិនមកគាត់ទម្លុះចំនួនចំណុច120នោះការស្វែងរកច្រកចូលព្រះធម៌បន្ថែមទៀតនឹងមានការផ្លាស់ប្ដូរគួរឲ្យភ្ញាក់ផ្អើលដល់ឋានសួគ៌និងជួយផែនដីគាត់បានដកដង្ហើមវិញបេះដូងរបស់គាត់ពោពេញទៅដោយការរំពឹងទុកទោះជាយ៉ាងណាក៏ដោយគាត់ក៏ដឹងដែរថាឥឡូវនេះមិនមែនជាពេលវេលាដើម្បីពិចារណាអំពីបញ្ហាទាំងនោះទេគាត់អាចព្រួយបារម្ភពីពួកវានៅពេលក្រោយក្នុងគណៈដីនោះខ្ញុំនឹងចាប់ផ្ដើមជំហានទី2ពេលដល់បើកទ្វារព្រះធម៌ដំបូងរបស់ខ្ញុំគឺជាការបង្កើតគ្រឹះគាត់បានលូកដៃទៅយកថ្នាំក្រុមបង្កើតគ្រឹះចុងក្រោយរបស់គាត់ឲ្យលើកទៀតសមុទ្រវិញ្ញាណរបស់គាត់បានផ្ទុះឡើងដូចជាចំណូលដ៏ខ្លាំងក្លាហូរចំគោលដៅត្រង់ទៅរន្ធថដំបូងរបស់គាត់ស៊ូឈីងមានអារម្មណ៍ដូចជាគាត់កំពុងត្រូវបានវាយដំដូចជាសត្វសាហាវដ៏ធំមួយកំពុងបោកគាត់ក្នុងល្បឿនលឿនវាហាក់ដូចជារាងកាយរបស់គាត់អាចនឹងដួលរលំទោះជាយ៉ាងណាក៏ដោយវាធ្វើឲ្យគាត់ភ្ញាក់ផ្អើលផងដែរដែលរន្ធថដំបូងរបស់គាត់បើកភ្លាមទ្វារធរដែលបានបើកចំហបានคล้ายដូចជាចំណុចពន្លឺជាអណ្ដាតភ្លើងដែលកំពុងឆេះដែលចាប់ផ្ដើមស្រូបយកអំណាចវិញ្ញាណរហូតដល់វាคล้ายជាខ្យល់គួចសម្លេងក្រហមបានបន្លឺឡើងនៅពេលដែលផ្កាផ្លាស់ប្ដូរយ៉ាងខ្លាំងកើតឡើងចំពោះធម្មពលរបស់គាត់វាឆេះដូចភ្លើងវាបានពង្រីកយ៉ាងឆាប់រហ័សក្នុងពេលជាមួយគ្នានេះ
ខ្សែភ្លើងដែលកំពុងឆេះយ៉ាងភ្លឺស្វាងនៃភ្លើងដែលបានបង្ហាប់ខ្ពស់បានលេចឡើងក្នុងរង្វង់ខ្សែភ្លើងនោះគឺជាកម្លាំងធននៃការបង្កើតគ្រឹះវាលើកពីរង្វង់ដ៏អស្ចារ្យនៃការបង្រួមជាតិនៃបរិមាណច្រើនរហូតដល់ចំណុចដែលពួកវាស្ថិតនៅលើកម្រិតខុសគ្នាទាំងស្រុងនៅពេលដែលវារះឡើងភ្លឺចែងចាំងដោយពន្លឺវាបានបញ្ចេញកម្ដៅដ៏គួរឲ្យភ្ញាក់ផ្អើលដែលហាក់ដូចជាឆ្លងចាំងនៅក្នុងខ្លួនស៊ូឈីងផ្ទាល់សមុទ្រវិញ្ញាណនៅក្នុងរំព្រះធម៌របស់គាត់បានលើសពីអ្វីៗទាំងអស់ពីអ្នកដាំដុះធម្មតាជាក់ស្ដែងការងាររបស់គាត់ដើម្បីរុញសមុទ្រវិញ្ញាណរបស់គាត់ដល់កម្ពស់ 1500 ម៉ែត្រគឺមានតម្លៃណាស់ហើយដោយសាររំព្រះធម៌របស់គាត់អាចសន់នឹងសមុទ្រវិញ្ញាណ 1500 ម៉ែត្រវាមិនមែនជារឿងអង្គុយឆ្មាត់ទេដែលរំព្រះធម៌របស់គាត់លើសពីអ្វីដែលអ្នកដាំដុះធម្មតាអាចបង្កើតបាននៅពេលដែលអារម្មណ៍របស់ស៊ូឈីងបានផ្លាស់ប្ដូរកម្លាំងធម៌បានហូរកាត់គាត់ដែលបង្កឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងវាបានចាប់ផ្ដើមជាមួយនឹងសរសៃព្រះរបស់គាត់ដែលកាន់តែរឹងមាំលើសពីនេះវាអាចមើលឃើញស្នាមធម្មជាតិរំដោះនៅក្នុងខ្លួនគាត់បន្ទាប់មកគឺសាច់ឈាមរបស់គាត់នៅពេលដែលកម្លាំងធម៌ហូរកាត់វាបានផ្លាស់ប្ដូរនៅកម្រិតរចនាសម្ព័ន្ធបន្ទាប់មកឆ្អឹងសរីរាង្គរបស់គាត់ដែលទាំងអស់នេះកាន់តែរឹងមាំហើយពួកគេទាំងអស់រួមជាមួយនឹងសាច់ឈាមនេះមានស្នាមធម្មជាតិនេះគឺជារាងកាយធម៌នៅពេលដែលអ្នកដាំដុះបានបោះជំហានចូលទៅក្នុងការបង្កើតឡើងគ្រឹះកម្លាំងជីវិតរបស់ពួកគេបានលុតឡើងកម្រិតខ្ពស់ជាងពួកគេបានប្រែក្លាយទៅជាអ្វីដែលមនុស្សរមែងស្លាប់ទៅជាមួយអ្វីដែលមានលក្ខណៈធម៌នៅពេលដែលរូបកាយធម៌របស់គាត់បង្កើតឡើងហើយកម្លាំងធម៌បានចាប់ផ្ដើមបញ្ចេញការប្រែប្រួលដែលលើសពីការបង្រួមជាដែលភ្លឺដោយពន្លឺពណ៌ស្វាយយោងតាមអ្វីដែលគាត់បានអាននៅក្នុងសន្លឹកថ្មត្បូងនៅពេលដែលសិស្សម្នាក់ដែលមានត្រីបន្លែនាគសមុទ្រហាមគាត់ឈានដល់ការបង្កើតឡើងពួកគេអាចនឹងបើកច្រកថតទី2របស់ពួកគេបានលឿនជាងមធ្យមក្នុងឡុងពេលដំណើរការជាក់ស្ដែងនៃការទម្លាយចូលការបើកទ្វាររំថតទី2នឹងនាំទៅរកឱកាសទី2ដើម្បីកែលម្អរាងកាយហើយវាអាចកាត់ឡើងលុបបានលុះត្រាតែពេលនោះបន្ទាប់ពីចំណុចទម្លាយចូលការបើករំថតបន្ថែមទៀតនឹងមិននាំឲ្យមានការផ្លាស់ប្ដូរណាមួយឡើយវាគឺជាឱកាសដ៏មានតម្លៃមួយហើយក្នុងន័យខ្លះច្រកចូលថតទី2បានក្លាយជាដូចជាជីវិតទី2អញ្ចឹងស៊ូឈីងបានបោះជំហានទាំងពីររបស់គាត់ចេញហើយនាគបាឡែនរបស់គាត់បានលេចចេញមកដែលជាសះស្បើយឡើងវិញបន្ទាប់ពីរងរបួសធ្ងន់ពីមុនរបស់គាត់ដោយបង្ខំវាធ្លាក់ចុះមកត្រឹមទំហំប៉ុនកណ្ដាប់ដៃរបស់គាត់ក៏បានដាក់វាចូលក្នុងមាត់ហើយលេបវាមួយសន្ទុះក្រោយមកនាគកញ្ចឹងក៏បានបញ្ចេញសម្លេងយ៉ាងស្រែកយ៉ាងរីករាយនៅពេលដែលវាបញ្ញាឆ្ពោះទៅរកច្រកថតទី2របស់វាសម្លេងក្រហមបានបន្លឺឡើងនៅពេលដែលទ្វារថតទី2បានបើកនាគកពស់បានស្ទុះចូលទៅខាងនោះហើយប្រែក្លាយទៅជាខ្យល់គួចសមុទ្រវិញ្ញាណ 1500 ម៉ែត្រអណ្ដាតភ្លើងបានឆាប់ឆេះហើយកម្លាំងថតទី2បានលេចចេញមកពេលវាលេចចេញមកវាបានបោកឆ្លងកាត់គាត់ហើយប្រែក្លាយនឹងប្រទានពណ៌ដល់រាងកាយរបស់ខំដងទៀតស្រមោលដ៏ខ្មៅងងឹតដែលនៅជុំវិញគាត់មើលទៅលត់លន់ជាងពេលណាទាំងអស់ប៉ុន្តែពេលដែលពួកវាព្យាយាមចូលមកចិត្តចង្កៀងជីវិតបានរារាំងពួកវាមិនឲ្យចូលប៉ុន្តែបន្តមកខ្យល់គួចដ៏អាក្រក់មិនធ្លាប់មានពីមុនមកបានផ្ទុះឡើងដូចជាព្យុះសង្ឃរាវាដូចជាមានអារក្សដ៏ខ្លាំងក្លាពូកែមួយបានងើបឡើងពីក្នុងពួកហ្គោសហើយកំពុងព្យាយាមពិលត់ចង្កៀងទោះបីជាពួកហ្គោសមិនអាចបន្លត់ភ្លើងបានក៏ដោយក៏ពួកវាបានធ្វើឲ្យវាចុះខ្សោយហើយនៅពេលដែលវាចុះខ្សោយអារក្សដែលមើលមិនឃើញហាក់ដូចជារំភើបយ៉ាងខ្លាំងហើយស្រែកយ៉ាងស្ងៀមស្ងាត់បន្ទាប់មកវាបានបញ្ចេញកម្មស្មៃមួយដែលក្នុងមួយប្រព្រឹត្តភ្នែកបានបាញ់ឈ្មោះទៅថ្ងៃរបស់ស៊ូឈីងទោះជាយ៉ាងណាក៏ដោយនៅពេលដែលចង្កៀងជីវិតភ្លឺចែងចាំងការព្យាករណ៍នេះត្រូវបានបង្ខំឲ្យបោះបោចោលការវាយប្រហាររបស់វាឲ្យរួចថយក្រោយបន្ទាប់មកស្រមោលរបស់ស៊ូឈីងដែលគាត់បានបង្ក្រាបពីមុនមកហាក់ដូចជាស្រូបយកក្លិនក្រអូបឈ្ងុយឆ្ងាញ់ហើយបានបាញ់ឈ្មោះទៅរកកៅអញ្ចាំងមុនពេលកៅអញ្ចាំងអាចត្រឡប់ទៅកន្លែងណៃវាមកពីស្រមោលបានមកដល់ហើយលេបវាចោលនៅពេលដែលសម្លេងក្រហមរបស់អារក្សរសាប់បាត់ទៅស្រមោលនោះក៏រអ៊ូរតម្នាក់ឯងហើយបន្ទាប់មកក៏ងាកមកមើលស៊ូឈីងដោយចិត្តអាក្រក់ទោះជាយ៉ាងណាក៏ដោយនៅទីបញ្ចប់វាញ័រខ្លួនពីរបីដងហើយហាក់ដូចជាពិចារណាឡើងវិញអំពីការចាត់វិធានការវានឹកឃើញថាត្រូវបានបង្ក្រាបយ៉ាងខុសខើហើយជាលទ្ធផលមិនហ៊ានធ្វើសកម្មភាពអ្វីឡើយពេលត្រឡប់ទៅស៊ូឈីងវិញវាបានបង្ហាញទឹកមុខធុញទ្រាន់និងរញ៉េរញ៉ៃរបស់វាម្ដងទៀត
ទន្ទឹមនឹងនេះសត្វព្រៃនៅក្នុងតំបន់នោះញ័រដូចត្រីនៅចំពោះមុខតែឆ្នាំបន្តមកពួកវាក៏បាក់ខ្លួនក្នុងពេលតែមួយស៊ូឈីងបើកភ្នែកឡើងហើយមើលទៅស្រមោលរបស់គាត់ស្រមោលនោះញ័រហើយស្នាមប្រេះជាច្រើនទៀតបានលេចឡើងលើវាថាតើវាជាការពិតឬជាការសម្ដែងស៊ូឈីងមិនដឹងទេដោយបង្រួញភ្នែករបស់គាត់ក៏បានពិនិត្យមើលខ្លួនឯងរាងកាយធម៌របស់គាត់នៅតែត្រូវបានប្រទានពណ៌ហើយសម្លេងរំញ័របានបំពេញគាត់ពីចង្វាក់បេះដូងរបស់គាត់វាស្ដាប់ទៅដូចជាស្គរសង្គ្រាមក្នុងពេលជាមួយគ្នានេះកម្លាំងធាត់ទី2បានសង់ជាមួយនឹងកម្លាំងទី1កម្លាំងធាត់ថ្មីដែលបានបង្រួមនោះបានធ្វើឲ្យស៊ូឈីងកាន់តែភ្លឺស្វាងថែមទៀតនៅពេលដែលសមុទ្រវិញ្ញាណទាំងពីរនៅក្នុងរន្ធធាត់ទាំងពីររបស់គាត់បានបន្តបង្កើតឡើងបន្ថែមទៀតបន្ទាប់ពីបំពេញគាត់ទាំងស្រុងវាបានលេចធ្លាយចេញនៅក្នុងទីបាក់ចំហររស្មីរបស់គាត់ឥឡូវនេះគឺលើសពីអ្វីដែលវាធ្លាប់មានពីអតីតកាលតាមពិតទៅវាលើសពីការប្រៀបធៀបហើយតកតងនឹងកម្រិតប្រសិនមកគាត់ជួបអ្នកវឹកហាត់សាងសង់គ្រឿងម្នាក់ទៀតឥឡូវនេះការបើកធររបស់មនុស្សនោះនឹងមិនភ្លឺចែងចាំងដោយស៊ូឈីងឡើយចំណុចនៃការបើករន្ធធរគឺសម្រាប់បណ្ដាភ្លើងជីវិតរន្ធធរចំនួន30អនុញ្ញាតឲ្យអ្នកបង្កើតភ្លើងជីវិតដំបូងរបស់អ្នកអណ្ដាតភ្លើងជីវិតមួយគឺជាការបង្កើតឡើងដំបូងពិតប្រាកដអណ្ដាតភ្លើងជីវិតទី2គឺជាការបង្កើតឡើងកណ្ដាលមានតែការបង្កើតឡើងអណ្ដាតភ្លើងជីវិតប៉ុណ្ណោះទើបមនុស្សអ្នកអាចបញ្ចេញអំណាចពិសេសរបស់អ្នកដាំដុះបង្កើតគ្រឹះដែលជាស្ថានដែលជារស្មីដ៏ជ្រាលជ្រៅបានដោយដែលស៊ូឈីម៉ាន់ដឹងអំពីសិលឹងត្បូងថ្មជេររបស់គាត់អ្នកដាំដុះសង្សារគ្រឹះមិនបានរក្សាអណ្ដាតភ្លើងជីវិតរបស់គេឲ្យឆេះក្នុងរយៈពេលយូរនោះទេយ៉ាងណាមិញការស្ថិតនៅក្នុងស្ថានភាពរស្មីដែលជ្រាលជ្រៅគឺពិតជាអស់កម្លាំងខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយស្ថានភាពរស្មីដែលជ្រាលជ្រៅបានផ្ដល់នូវសមត្ថភាពប្រយុទ្ធយ៉ាងច្រើនមិនគួរជឿនោះហើយជាមូលហេតុដែលអ្នកដាំដុះសង្សារគ្រឹះភាគច្រើនដែលមានអណ្ដាតភ្លើងជីវិតប្រើប្រាស់វាតែក្នុងសមរភូមិបណ្ដោះនោះហើយជាមូលហេតុដែលខ្ញុំអាចយកឈ្នះលើអ្នកចម្បាំងបុព្វបុរសវិជ្ជរាក៏ដឹងវិជ្ជរាគាត់មិនទាន់បើកទ្វារធាត់ទី30របស់គាត់ឡើយទេខ្ញុំត្រូវតែដល់ចំណុចនោះឲ្យបានលឿនតាមដែលអាចធ្វើទៅបានភ្នែករបស់ស៊ូឈីងភ្លឺឡើងដោយការប្រុងប្រយ័ត្នដូចនឹងការរំពឹងទុកការប្រុងប្រយ័ត្ននេះគឺមកពីការពិតដែលថាឥឡូវនេះគាត់ដឹងថាអ្នកដាំដុះការបង្កើតគ្រឿងមានភាពស្មុគស្មាញជាងអ្វីដែលគាត់បានដឹងការរំពឹងទុកគឺមកពីការដឹងថាបន្ទាប់ពីបើករន្ធត់គ្រប់គ្រាន់គាត់អាចចូលទៅក្នុងស្ថានភាពរស្មីដ៏ជ្រាលជ្រៅហើយបន្ទាប់មកមានចង្កៀងជីវិតរបស់គាត់ឧទាហរណ៍ថារស្មីជ្រាលជ្រៅដូចជាយើងលក្ខណៈដាក់ super ដូចយើងលេង Fighter យើងដាក់ super អញ្ចឹងណាសូម្បីតែនិកាយនិងអង្គការធំក៏ប្រាថ្នាចង់បានចង្កៀងជីវិតដែរចង្កៀងមួយក្នុងចំណោមចង្កៀងទាំងនោះមានធម៌ពលនៃអណ្ដាតភ្លើងជីវិតបន្ថែមទាំងមួយដោយនិយាយដូចនេះដើម្បីចង្កៀងដែលខ្ញុំមានខ្ញុំត្រូវការអណ្ដាតភ្លើងជីវិតជាមុនសិនមានតែពេលនោះទេដែលខ្ញុំអាចបញ្ចេញវានៅក្នុងខ្លួនខ្ញុំបានម្យ៉ាងទៀតពេលខ្ញុំបង្កើតអណ្ដាតភ្លើងជីវិតដំបូងរបស់ខ្ញុំអាចដាក់វានៅលើចង្កៀងជីវិតបានដោយមានគ្រឿងសម្រាប់អណ្ដាតភ្លើងជីវិតរបស់ខ្ញុំនោះខ្ញុំនឹងមានអំណាចនៃអណ្ដាតភ្លើងជីវិត2ដែលអនុញ្ញាតឲ្យខ្ញុំកំទេចនរណាម្នាក់ក្នុងដំណាក់កាលដំបូងនៃការបង្កើតគ្រឿងហើយខ្ញុំភ្នាល់ថាដោយសារតែជំរឿនៃការបើកធររបស់ខ្ញុំនឹងអាចស្ថិតក្នុងស្ថានភាពដ៏ជ្រាលជ្រៅយូរជាងមួយសុំភ្នែករបស់គាត់ភ្លឺដូចភ្លឺបន្ទាស់ហើយចង្កៀងជីវិតឡើងនៅពេលដែលពន្លឺរបស់វាឆ្លុះបញ្ចាំងនៅក្នុងភ្នែករបស់គាត់វាហាក់ដូចជាឆេះកាន់តែភ្លឺឡើងបន្ទាប់មកខ្ញុំត្រូវដាក់ចង្កៀងជីវិតនៅក្នុងខ្លួនខ្ញុំនោះជារឿងដែលមានសមត្ថភាពបំផុតកម្លាំងធម៌នៅក្នុងខ្លួនគាត់បានផ្ទុះឡើងចេញពីរន្ធធម៌ទាំងពីររបស់គាត់ការដាក់ដៃរបស់គាត់លើចង្កៀងជីវិតបានធ្វើឲ្យវាខ្លាំងជាខ្លាំងបន្តិចបន្ទាប់មកគាត់បានប្រើកម្លាំងធម៌ដើម្បីបញ្ចូលវាទៅក្នុងខ្លួនគាត់នៅពេលដែលកម្លាំងធម៌របស់គាត់បានត្រឡប់មកក្នុងខ្លួនវិញគាត់មានអារម្មណ៍ថាចង្កៀងជីវិតនៅក្នុងតំបន់ដានធានរបស់គាត់ដូចជាឆាត់ខ្មៅវាពោពេញដោយអាចកំបាំងយ៉ាងជ្រាលជ្រៅហើយនៅពេលដែលវាបើកនឹងបិទទីវាបានបញ្ចេញពន្លឺដ៏គ្រោះថ្នាក់បន្ទាប់ពីចង្កៀងជីវិតបានលោតយ៉ាងភ្លឺស្វាងបន្ទាប់មកងងឹតមកពី3ដងវាក៏បានស្ងប់ទៅវិញវាបានខ្លាចជាផ្នែកនៃរាងកាយរបស់ស៊ូឈីងនៅពេលនោះអារម្មណ៍នៃសម័យបុរាណបានតាំងទីលំនៅក្នុងខ្លួនគាត់នៅពីលើក្បាលរបស់ស៊ូឈីងស្ទើរតែមើលមិនឃើញគឺជារូបភាពនៃឆាត់ខ្មៅមួយដូចជាដំបូលអធិរាជកំពុងប៉ះនឹងភ្លើងឋានសួគ៌ដើម្បីបំពេញរបាំងការពារជុំវិញគាត់នៅក្នុងឆាត់នោះស៊ូឈីងមានអារម្មណ៍ថាមានសមត្ថភាពមិនអាចប្រៀបផ្ទឹមបានក្នុងពេលជាមួយគ្នានេះរន្ធព្រះធម៌របស់
របស់គាត់បានជួបប្រទះនឹងពណ៌ចេះសមុទ្រវិញ្ញាណនៅក្នុងពួកវាបានធ្វើលឿនជាងមុនហើយល្បឿននៃការផលិតកម្លាំងព្រះធម៌របស់គាត់កើនឡើងផងដែរឥឡូវនេះវាអាចទៅរួចក្នុងការមានអារម្មណ៍ថាមានរស្មីនៃឆ័ត្រខ្មៅនោះនៅក្នុងកម្លាំងធម៌របស់គាត់វាហាក់ដូចជាព្រៃផ្សៃនិងបុរាណហើយក្តៅខ្លាំងនៅពេលដែលវារាលដាលពីពេញខ្លួនសួតឈីងគាត់មានអារម្មណ៍ដូចជាគាត់កំពុងត្រូវបានរលាកតាមពិតទៅនៅពេលនោះសម្លៀកបំពាក់របស់គាត់បានឆេះទៅជាផេះប្រាសាទរងភ្នំពោពេញទៅកម្ដៅខ្លាំងបណ្ដាជញ្ជាំងព្រះនៅពេលដែលចំហាយទឹកឡើងដីក៏ស្ងួតហួតនឹងហែងផៃមិនយូរប៉ុន្មានដើមឈើទាំងអស់ត្រូវបានឆេះទៅជាផៃចម្ងាយជាង 9,000 ម៉ែត្រនៅចុងកណ្ដាលតំបន់ដែលរងការបំផ្លិចបំផ្លាញនៃក្រុងដោយភ្លើងដីជុំវិញរងភ្នំសូឈីងត្រូវបានដុតទៅជាគ្រីស្តាល់ពណ៌ខ្មៅរួចទៅហើយគាត់អង្គុយនៅចំកណ្ដាលនៃអ្វីៗអស់ដោយបិទភ្នែកដោយសន្តិភាពខណៈពេលកំពុងធ្វើសមាធិប្រសិនបើមាននរណាម្នាក់ផ្សេងទៀតនៅក្នុងដំណាក់កាលបង្កើតគឺអាចមើលឃើញខាងក្នុងខ្លួនគាត់នៅពេលនេះពួកគេនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថារនប្រថររបស់ពួកគេមានទំហំតូចខណៈដែលរនប្រថររបស់គាត់មានទំហំធំលើពីនេះគាត់មានឆ័ត្រខ្មៅមួយនៅក្នុងការនៅខាងក្នុងការពារព្រលឹងរបស់គាត់ពន្លឺនៃឆ័ត្រខ្មៅបានហុំព័ទ្ធគាត់ទាំងស្រុងហើយក្នុងពន្លឺនោះវាហាក់ដូចជាអាចទៅរួចដែលមានវិមានសុគាបន្ទាប់ពីមួយរយៈពេលយូរកន្លងផុតទៅស៊ូឈីងក៏បានបោកភ្នែករបស់គាត់